ជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាចឹងកណ្ដេះយើងខ្ញុំមានប្រធានបទមួយទៀតហើយគឺតាក់ទងជាមួយនឹងតើវីដេអូមួយយើងអាចផុសបាននៅក្នុងបណ្ដាញសង្គមណាខ្លះនិងតើវីដេអូមួយយើងអាចផុសនៅក្នុង page ឬ account បានដែរឬទេនឹងវីដេអូតែមួយណានឹងអញ្ចឹងជាទូទៅក្រុមហ៊ុនរកលុយទាំងអស់វាមានអានឹងខ្ញុំទៅហៅថាក្រុមហ៊ុនដែលធំគឺមានអឺក្រុមហ៊ុន Facebook និងឬក៏ដែលគេទៅនឹងផ្លាស់ប្ដូរឈ្មោះមកថ្មីថា Meta ឬក៏ Metaverse អូខេ Metaverse គឺជាក្រុមហ៊ុនចម្បងរបស់ក្រុមហ៊ុន Facebook ណាអញ្ចឹងការរកលុយរបស់យើងនៅក្នុងក្រុមហ៊ុន Metaverse នឹងមានការរកលុយជាមួយនឹង account Facebook ហើយនិងការរកលុយជាមួយ page ហ្នឹងអញ្ចឹងតើវីដេអូមួយយើងអាចផុសនៅក្នុងបណ្ដាញសង្គមបានណាខ្លះហ្នឹងអញ្ចឹងទី1វីដេអូយើងនៅក្នុងទូរស័ព្ទដៃយើងតែមួយណាដល់ពេលដែលយើងផុសនៅក្នុង page នៅក្នុង page រួចយើងអាចផុសនៅក្នុង YouTube ហ្នឹងហើយក៏អាចយកទៅផុសនៅក្នុង TikTok ហើយក៏អាចយកទៅផុសនៅក្នុងបណ្ដាញសង្គម X ឬក៏ Twitter ណាឬក៏បណ្ដាញសង្គមផ្សេងៗទៀតបានហ្នឹងនៅក្នុងករណីនេះណាអញ្ចឹងវីដេអូយើងមួយយើងអាចផុសបានច្រើនបណ្ដាញនឹងក៏តែយើងមិនអាចយកវីដេអូដែលយើងផុសរួចហ្នឹងមកផុសនៅក្នុង page យើងឬក៏ channel យើងផ្សេងទៀតបានទេមិនថាយើងផុសតែមួយបងប្អូនឲ្យស្គាល់ជាម្ចាស់កម្មសិទ្ធិបញ្ញាមួយណានឹងបើយើងផុសនៅក្នុង page ហ្នឹងហើយយើងអាចយកទៅផុសនៅក្នុង account Facebook ឬក៏យកវីដេអូដែលផុសនៅក្នុងមិនថាវីដេអូមិនថារូបភាពទេបងប្អូនមិនអាចយកវីដេអូដែលផុសនៅក្នុង account Facebook ហ្នឹងយកមកផុសនៅក្នុង page បានវិញទេអញ្ចឹងបងប្អូនយើងយកមកផុសបានវាអត់មានប៉ះពាល់អីទេក៏តែវានឹងចាប់កម្មសិទ្ធិបញ្ញាវានឹងថាយើងចម្លងវីដេអូគេណាអញ្ចឹងវាមានដូចជាតូបលក់កអញ្ចឹងសម្រាប់តាសាច់1គីឡូហ្នឹងលក់តែក្នុងតូបកទេអត់អាចបំបែកយកទៅលក់នៅក្នុងឯនោះ1គីឡូទៀតទេអញ្ចឹងកាលណាដែលយើងយកទៅលក់នៅតូបខ1គីឡូទៀតវានឹងអស់ពីតូបកអញ្ចឹងអ្នកណាជាកម្មសិទ្ធិបញ្ញាយើងត្រូវបញ្ជាក់ឲ្យច្បាស់លាស់នឹងមិនថារូបភាពមិនថាវីដេអូបងប្អូនត្រូវបញ្ជាក់ឲ្យច្បាស់លាស់ណានឹងវីដេអូយើងមួយយើងផុសនៅក្នុង page បានមួយក្នុង YouTube បានមួយនៅក្នុង TikTok បានមួយនៅក្នុងបណ្ដាញសង្គម X បានមួយអញ្ចឹងបងប្អូនក៏តែយើងមិនយកមានថាមាន page ច្រើននឹងមាន page 2ឬក៏3យើងផុសវីដេអូនៅក្នុង page កមួយហើយយកទៅផុសនៅក្នុងខកខងបានទៀតទេអានឹងក៏អត់បានទេផុសបានក៏តែនឹងក្រុមហ៊ុនគេមិនឲ្យសិទ្ធិនៅក្នុងការរកលុយទេអានឹងគេហៅថាយើងចម្លងពីគេដដែលទេនឹងចម្លងពីគេដដែលទេបើភាសានៅក្នុង YouTube គេហៅថា reuse content អូខេ reuse content គឺក្រុមហ៊ុនគេមិនអោយមានការរកលុយនោះទេអញ្ចឹងក្រុមវីដេអូមួយត្រូវតែផុសនៅក្នុងថា channel នឹងមួយ channel កដឹង channel កវីដេអូសម្រាប់ channel ខដាក់តែ channel ខបានហើយកុំផុសច្រឡូកច្រឡំគ្នានឹងក្រុមហ៊ុនគេនឹងបិទការរកលុយនឹងពេលយើងស្នើសុំទៅមិនថា page មិនថា YouTube ទេគេមិនអោយនៅក្នុងការរកលុយទេអញ្ចឹងបងប្អូនយើងត្រូវបញ្ជាក់ច្បាស់នៅកន្លែងហ្នឹងណានឹងកុំឲ្យមានការយកច្រឡំយើងមិនថារូបភាពមិនថាអីធ្លាប់ផុសធ្លាប់អីហើយយើងលុបចោលលុបអីទៅដើម្បីកុំឲ្យវាច្រឡំនឹងយើងរូបភាពក៏អាចផុសវីដេអូភាពផុសនៅក្នុង page ក៏អាចយកទៅផុសនៅក្នុង YouTube TikTok ឬក៏ X បានដូចគ្នាដែរនឹងកំតែយើងយកទៅផុសនៅក្នុង page ឬក៏ account Facebook យើងមិនអាចយកទៅផុសនៅក្នុង page យើងបានទេដោយសារតែវាមាន link សម្គាល់រួចហើយមាន IP អាសយដ្ឋាន address សម្រាប់រូបសម្រាប់រូបមួយស្លឹកហ្នឹងហើយអញ្ចឹងក្រុមហ៊ុនគេដឹងបងប្អូនយើងយករូបមកពីណាយើងយកវីដេអូមកពីណាមកកាត់តមិនអីមិនគេដឹងទាំងអស់អញ្ចឹងដល់ពេលយើងផុសច្រឡូកច្រឡំគ្នាកាលណាដែលយើងមិនអាចរកលុយបានយើងកុំបន្ទោសក្រុមហ៊ុនរបស់គេអញ្ចឹងហ្នឹងដោយសារតែយើងមិនយល់ពីបណ្ដាញប្រព័ន្ធឬក៏ system របស់ក្រុមហ៊ុនរបស់គេណាចាំបញ្ជាក់បងប្អូនប៉ុណ្ណឹងបងប្អូនខ្លះក៏មានចម្ងល់ដែរដូចគ្នាដែរថាតើវីដេអូមួយយើងអាចយកទៅផុសបាននៅកន្លែងណាខ្លះនឹងតើវីដេអូយើងអាចផុសនៅក្នុង page ហើយយើងយកទៅផុសនៅក្នុង account បានហើយអត់ក៏តែនៅក្នុងករណីហ្នឹងបើសិនបើ account Facebook យើងមិនរកលុយទេយើងយកទៅផុសនៅក្នុងaccount Facebook យើងបានហ្នឹងបើយើងផុសនៅក្នុង account Facebook ហើយនៅក្នុងករណី page មួយទៀតមិនរកលុយមិនមានគោលដៅរកលុយទេយើងអាចយកទៅផុសបានអញ្ចឹងណាអញ្ចឹងខ្ញុំនិយាយតាក់ទងជាមួយនឹង page ឬក៏ YouTube ឬក៏ TikTok ឬក៏បណ្ដាញសង្គម X ដែលរកលុយនឹងយើងអាចយកទៅផុសបានប៉ុន្តែយើងមិនគួរយកមកផុសឡើងវិញបានទេនឹងក្រុមហ៊ុនគេនឹងចាប់ថា reuse content ឬក៏ unoriginal content ទៅមិនមែនជា content ដែលជាមិនមែនជា content ឬក៏រូបភាពដែលជាកម្មសិទ្ធិបញ្ញានៅក្នុង page ហ្នឹងណាចឹងវីដេអូមានតែប៉ុណ្ណឹងបងប្អូនសង្ឃឹមបងប្អូនវាបន្តិចទៅតិចចំណុចហ្នឹងណាក៏តែបងប្អូនដែលយល់អីដូចមិនពិបាកទេនឹងខ្ញុំដំបងក៏ពិបាកយល់ដែរក៏តែដល់ពេលយើងបែងចែកកម្មសិទ្ធិបញ្ញាគ្នាថានេះបោះ page នេះអានេះបោះរូប page នេះអានេះបោះ YouTube អានេះបោះនោះទៅវាស្រួលទេបងប្អូនចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនជ្រាបលា